ហើយព្រះរាជបុត្រទី2នៅពេលដែលអេរ៉ែនបានបញ្ចេញឱរ៉ារបស់គេតបទៅទ្រង់វិញក៏បានធ្វើឲ្យព្រះរាជបុត្រទី2មានការខឹងសម្បាជាខ្លាំងហើយទ្រង់ក៏បាននិយាយទៅកាន់អេរ៉ែនថាឯងធ្វើនេះចង់បានន័យថាម៉េចប៉ុន្តែស្រាប់តែពេលនោះដែរព្រះនាងម្ចាស់តូចក៏បានចុះមកពីលើរទេះសេះហើយនាងក៏បាននិយាយទៅកាន់ព្រះរាជបុត្រទី2ថាបងប្រុសបងឯងកុំបង្ករឿងអសោះណាហើយបន្ទាប់មកព្រះនាងម្ចាស់តូចក៏បានណែនាំខ្លួនរបស់នាងទៅប្រាប់អេរ៉ែនទៅហើយបន្ទាប់ពីណែនាំខ្លួនរបស់នាងប្រាប់អេរ៉ែនហើយនាងក៏បានប្រាប់អេរ៉ែនទៀតថាតាមការពិតទៅពួកគេទាំងពីរនាក់ហ្នឹងធ្លាប់បានភ្ជាប់ពាក្យជាមួយនឹងគ្នាតាំងពីពួកគេមិនទាន់កើតម្កម្លេះប៉ុន្តែការភ្ជាប់ពាក្យមួយហ្នឹងត្រូវបានផ្ដាច់ពាក្យដោយព្រះរាជបុត្រទី2ដោយផ្ទាល់ហើយព្រះនាងម្ចាស់តូចក៏បានសរសើរអេរ៉ែនទៀតថាគេពិតជាសង្ហានិងខ្លាំងដូចជាលូណានិយាយអញ្ចឹងឯងហើយចំណែកអេរ៉ែនយើងវិញគឺថាពេលនេះបានកែយោបល់មិនដឹងតបជាមួយនឹងព្រះនាងម្ចាស់តូចយ៉ាងម៉េចទេប៉ុន្តែព្រះនាងម្ចាស់តូចនៅពេលដែលនាងឃើញអេរ៉ែនហ្នឹងកែមិនដឹងធ្វើអីនាងក៏បានដឹកដៃអេរ៉ែនចូលទៅក្នុងទៅប៉ុន្តែមិនបាច់មើលព្រះរាជបុត្រទី2ទេគឺថាទ្រង់តាមរៀបរៀងរហូតតែម្ដងហើយចំណែកឯលូណារបស់យើងវិញគឺថាពេលនេះបានត្រឹមតែឈោមើលគេទេហើយយើងកាត់ទៅមើលក្នុងវិមានគ្រួសារ Pendragon នៅនេះវិញគឺថាព្រះរាជបុត្រទី2នៅតែតាមរោរឿងអេរ៉ែនដោយមនុស្សឈួតអញ្ចឹងឯងហើយបន្ទាប់មកពួកគេក៏បានមកជួបម្ដាយរបស់អេរ៉ែននិងប្អូនស្រីរបស់គេទាំងពីរនាក់ហើយពេលនោះដែរម្ដាយរបស់អេរ៉ែនក៏បាននិយាយទៅកាន់ព្រះនាងម្ចាស់តូចថាខានជួបគ្នាយូរហើយព្រះនាងម្ចាស់តូចហើយប្អូនស្រីរបស់អេរ៉ែនក៏បាននិយាយរាក់ទាក់ទៅកាន់ពួកគេដែរហើយដោយស្នាមញញឹមដ៏ស្រស់ស្អាតរបស់នាងក៏បានធ្វើឲ្យព្រះរាជបុត្រទី2មានការចាប់អារម្មណ៍ហើយទ្រង់ក៏បានទៅនិយាយជាមួយនឹងប្អូនស្រីរបស់អេរ៉ែនបែបលក្ខណៈញ៉ាយញ៉ងហើយទ្រង់ក៏បានប្រាប់ឈ្មោះរបស់ទ្រង់ទៅប្អូនស្រីអេរ៉ែនគឺទ្រង់មានឈ្មោះថាអ៊ីអានអារ៉ាហ្គនប៉ុន្តែគាត់ជួនអីពេលនោះប្អូនស្រីរបស់អេរ៉ែនបានឃើញអេរ៉ែនហើយនាងក៏បានរត់ទៅនិយាយជាមួយអេរ៉ែនដោយកោតសរសើរអេរ៉ែននៅចំពោះមុខព្រះរាជបុត្រទី2តែម្ដងហើយចំណែកព្រះរាជបុត្រទី2គឺថាពេលនេះនិយាយអីមិនចេញទេគឺបានតែកឹងទេហើយការខឹងរបស់ទ្រង់ក៏បានបញ្ចេញឱរ៉ាធ្វើឲ្យប្អូនស្រីពៅរបស់អេរ៉ែនបានខ្លាចហើយនាងក៏បានរត់ទៅក្រោយអេហ្គែនទៅហើយចំណែកឯព្រះរាជបុត្រទី2នៅពេលដែលឃើញអេហ្គែនទ្រង់ក៏បានសួរអេហ្គែនថាណែតើអញគឺជាអ្នកណាហើយដោយដែលបានដឹងអញ្ចឹងចម្លើយរបស់អេហ្គែនគឺថាអត់ល្បីអត់ចង់ប្រាប់ហើយនៅពេលដែលព្រះរាជបុត្រទី2ឮចម្លើយអេហ្គែនហើយធ្វើឲ្យទ្រង់ខឹងនឹងអេហ្គែនជាខ្លាំងហើយក៏បាននិយាយទៅកាន់គេថាណែអញគិតថាឯងនឹងគឺជាអ្នកណាគេឯងនិយាយជាមួយនឹងខ្សែរាជវង្សបែបហ្នឹងឯងចង់ស្លាប់ហើយមែនហើយប្អូនស្រីអេរ៉ែននៅពេលដែលឃើញអញ្ចឹងនាងក៏បានមកហាមឃាត់ព្រះរាជបុត្រទី2កុំឲ្យខឹងអីហើយនាងក៏បានប្រាប់ព្រះរាជបុត្រទី2ទៅដោយសារតែអេហ្គែនហ្នឹងគឺជាអ្នកចម្បាំងរបស់វ៉ាឡាហើយព្រះរាជបុត្រទី2នៅពេលដែលដឹងថាអេហ្គែនគឺជាអ្នកប្រយុទ្ធរបស់កោសម្ព័ន្ធវ៉ាឡាទ្រង់ក៏បាននិយាយកាន់អេហ្គែនថាឯងមកធ្វើជាកូនចៅយើងមកតាមយើងបង្ហាញឯងថាតើយើងខ្លាំងជាងអេរ៉ែនប៉ុណ្ណាហើយអេហ្គែនក៏បានឆ្លើយទៅព្រះរាជបុត្រទី2យ៉ាងខ្លីថាមិនបាច់ទេចាំជាតិក្រោយទៅហើយដល់ឮចម្លើយដល់ជាតិរបស់អេហ្គែនព្រះរាជបុត្រទី2ក៏បាននិយាយទៅកាន់អេហ្គែនថាណែអាចរៃឯងចង់ងាប់មែនប៉ុន្តែមិនទាន់នឹងបានធ្វើអីផងស្រាប់តែព្រះនាងម្ចាស់តូចក៏បាននិយាយទៅកាន់ព្រះរាជបុត្រទី2ថាណែបងប្រុសតើបងប្រុសបង្ករឿងទៀតហើយមែនបើបងឯងនៅតែអញ្ចឹងទៀតខ្ញុំនឹងមិនឲ្យបងឯងនិយាយរកណាគេរយៈពេល1ខែហើយចំណែកឯព្រះរាជបុត្រទី2នៅពេលដែលប្អូនគម្រាមបែបហ្នឹងហើយគេក៏មិនបានធ្វើអីទៀតដែរហើយសកម្មភាពដែលព្រះនាងម្ចាស់តូចបានបង្ក្រាបព្រះរាជបុត្រទី2បានធ្វើឲ្យអ្នកនៅទីហ្នឹងគេគ្រប់គ្នាតែម្ដងហើយបន្ទាប់ពីនឹងមកព្រះរាជបុត្រទី2ក៏បានបបួលអេរ៉ែនទៅនិយាយគ្នាស្ងាត់តែពីរនាក់ហើយព្រះរាជបុត្រទី2មិនមែនហៅអេរ៉ែននិយាយគ្នាស្រួលៗទេហៅអេរ៉ែនសិតតែណែអាចលេនសយើងមានរឿងនិយាយជាមួយឯងហើយចំណែកឯអេរ៉ែនវិញនៅពេលដែលព្រះរាជបុត្រទី2និយាយបែបហ្នឹងគេក៏មិនបានតបតទៅព្រះរាជបុត្រទី2វិញដែរហើយព្រះរាជបុត្រទី2នៅពេលដែលឃើញអេរ៉ែនមិនតបតជាមួយនឹងទ្រង់ក៏បាននិយាយទៅកាន់អេរ៉ែនថាណែតើឯងខ្លាចយើងវាយឯងមែនអេរ៉ែនក៏បានឆ្លើយទៅកាន់ព្រះរាជបុត្រទី2វិញថាទេយើងគ្រាន់តែភាំងនៅរហស្សនាមដែលឯងបានដាក់ឲ្យយើងទេហើយបន្ទាប់ពីនឹងមកពួកគេទាំងពីរនាក់ក៏បានមកបន្ទប់ស្ងាត់មួយដើម្បីនិយាយគ្នាពេលនោះដែរព្រះរាជបុត្រទី2ក៏បាននិយាយទៅកាន់អេរ៉ែនថាអេរ៉ែនឯងពិតជាផ្លាស់ប្ដូរច្រើនមែនកាលពីមុនណាឯងគ្មានកំណើតទេយើងចាត់ទុកឯងនឹងដូចជាចន្លេអញ្ចឹងដោយសារតែហេតុនឹងហើយទើបយើងបានផ្ដាច់ភារវាងឯងនិងប្អូនស្រីរបស់យើងហើយអេរ៉ែនក៏បានតបទៅព្រះរាជបុត្រទី2វិញថាឯងហៅយើងមកនឹងដើម្បីនិយាយតែរឿងអញ្ចឹងទេឬក៏ឯងមកទីនេះដើម្បីផ្សះផ្សាទំនាក់ទំនងរវាងយើងនិងប្អូនស្រីរបស់ឯងហើយព្រះរាជបុត្រទី2គ្រាន់តែឮអញ្ចឹងខ្ញុំក៏បាននិយាយទៅកាន់អេរ៉ែនវិញថាអើយឯងកុំសង្ឃឹមអីមួយជីវិតនេះយើងមិនឲ្យប្អូនស្រីរបស់យើងទៅរៀបការជាមួយមនុស្សចង្រៃដូចជាឯងទេយើងគ្រាន់តែចង់សួរឯងថាគ្រួសាររបស់ឯងមើលទៅដូចជាមិនគោរពគ្រួសាររាជវង្សទេសូម្បីតែសេនាគ្រួសារ Pendragon មើលទៅក៏មិនគោរពយើងដែរហើយErenក៏បានប្រាប់រាជបុត្រទី2ទៅថាគ្រួសារ Pendragon មិនមែនស្ថិតនៅក្រោមបង្គាប់អ្នកណាទៀតទេដោយសារតែទឹកដីរបស់យើងបានកាន់កាប់រៀងខ្លួនបាត់ទៅហើយប៉ុន្តែស្រាប់តែពេលនោះរាជបុត្រទី2ច្រកពីលចូលខ្លួនក៏បានហក់ទៅវាយ Eren ប៉ុន្តែគាត់ជួនអីបទពិសោធន៍ Eren ការពារខ្លួនក្នុងការវាយឆ្មក់របស់សត្រូវនឹងមានច្រើនរាប់មិនអស់ទៅហើយដូច្នេះហើយ Eren ធ្វើដូចធម្មតាគេគ្រាន់តែយកកែវទឹករបស់គេចាក់ទឹកដាក់មុខរាជបុត្រទី2បានធ្វើឲ្យទឹកចូលភ្នែករបស់រាជបុត្រទី2បានធ្វើឲ្យគេមើលមិនឃើញដូច្នេះ Eren ក៏បានជូនរាជបុត្រទី2មួយកែងហើយមួយកែងនឹងដែរបានធ្វើឲ្យរាជបុត្រទី2បានឈាមច្រមុះបាត់ទៅហើយប៉ុន្តែ
ស្រាប់តែពេលនោះព្រះរាជបុត្រទី2បានចាប់ដៃរបស់អេរ៉ែនបោកយកតែម្ដងប៉ុន្តែដោយដែលបានដឹងអញ្ចឹងបទពិសោធន៍របស់អេរ៉ែនមានច្រើនណាស់គ្រាន់តែប៉ុណ្ណឹងគេក៏អាច counter បានបាត់ទៅហើយថែមទាំងអាចឃ្លេព្រះរាជបុត្រទី2បានទៀតផងហើយនៅពេលដែលព្រះរាជបុត្រទី2កំពុងតែត្រូវបានអេរ៉ែនចាប់ឃ្លេនោះនៅក្បែរទ្រង់ក៏មានកូនកំណត់មួយហើយអេរ៉ែនក៏បានឃើញកូនកំណត់នឹងដែរប៉ុន្តែព្រះរាជបុត្រទី2គាត់មិនបានយកកូនកំណត់នឹងមកវាយប្រហារអេរ៉ែនវិញទេដល់ឃើញបែបហ្នឹងហើយអេរ៉ែនក៏បានលេងព្រះរាជបុត្រទី2វិញទៅហើយព្រះរាជបុត្រទី2ក៏បានសួរទៅអេរ៉ែនថាណាហេតុអ្វីបានជាឯងលេងយើងអេរ៉ែនក៏បាននិយាយទៅកាន់ព្រះរាជបុត្រទី2ថាអើយកូនកំណត់នៅkiaឯងនឹងឯងបើឯងចង់សម្លាប់យើងឯងគ្រាន់តែយកកូនកំណត់នឹងចាក់យើងទៅយើងងាប់បាត់ហើយអេរ៉ែនក៏ចាប់ផ្ដើមនិយាយយ៉ាងម៉ឺនម៉ាត់ទៅកាន់ព្រះរាជបុត្រទី2ថាហើយប៉ុណ្ណឹងបានហើយយើងសួរឯងម្ដងទៀតតើឯងមកទីនេះដើម្បីអីទៅហើយបន្ទាប់ពីអេរ៉ែនបានសួរទៅព្រះរាជបុត្រទី3ហើយពួកគេទាំងពីរនាក់ក៏បានសម្លឹងមើលមុខគ្នាមួយសន្ទុះប៉ុន្តែស្រាប់តែពេលនោះព្រះរាជបុត្រទី3គេចាប់ផ្ដើមសើចយកតែម្ដងហើយព្រះរាជបុត្រទី2ក៏បានស្នើសុំឲ្យអេរ៉ែនគាំទ្រគាត់នឹងដើម្បីក្លាយទៅជាអធិរាជហើយនៅពេលដែលព្រះរាជបុត្រទី2ក្លាយទៅជាអធិរាជនោះគ្រួសារ Pendragon នឹងទទួលបានមាសប្រាក់ហើយថែមទាំងទឹកដីមួយចំនួនទៀតប៉ុន្តែពេលនេះព្រះរាជបុត្រទី2ត្រូវការកងកម្លាំងយោធាជាច្រើនដើម្បីទៅប្រកួតប្រជែងជាមួយនឹងព្រះរាជបុត្រផ្សេងទៀតដោយសារតែព្រះរាជបុត្រផ្សេងទៀតនឹងត្រូវបានអភិជនជួយនៅពីក្រោយខ្នងហើយពេលនោះដែរអេរ៉ែនក៏បានគិតថាព្រះរាជបុត្រទី2នឹងតាមតែទង្វើដែលគេប្រព្រឹត្តរាល់ថ្ងៃហ្នឹងគេមើលទៅដូចជាមិនចង់ខ្លាចទៅជាអធិរាជអីទេប្រសិនបើព្រះរាជបុត្រទី2នឹងចង់ខ្លាចទៅជាអធិរាជមែនគេនឹងមិនបង្ហាញចរិតឈួតរបស់គេទេតែគេត្រូវបង្ហាញបុគ្គលិកលក្ខណៈដែលរឹងមាំហើយនឹងម៉ឺងម៉ាត់ម៉ត់ចត់ហើយបន្ទាប់មកអេរ៉ែនក៏បាននិយាយទៅកាន់ព្រះរាជបុត្រទី2ថាពីអាណាឯងអត់ចង់ខ្លាចទៅជាអធិរាជទេមែនអត់ហើយគ្រាន់តែព្រះរាជបុត្រទី2ឮអេរ៉ែននិយាយចឹងភ្លាមធ្វើឲ្យទ្រង់នឹងភ្ញាក់ផ្អើលជាខ្លាំងហើយអេរ៉ែនក៏បានបដិសេធមិនព្រមជួយព្រះរាជបុត្រទី2ទេដោយគេបាននិយាយថាគេមិនចង់ជួយមនុស្សដែលមកពឹងពាក់គេហើយប៉ុន្តែមិនព្រមប្រាប់ការពិតមកកាន់គេទៀតហើយចំណែកឯព្រះរាជបុត្រទី2វិញនៅពេលដែលឮអញ្ចឹងហើយព្រះរាជបុត្រទី2ក៏បាននិយាយទៅកាន់អេរ៉ែនថាហើយយើងមិនជឿសោះនេះថាមានមនុស្សអាចនឹងមើលចរិតយើងធ្លុះត្រូវហើយតាមការពិតទៅយើងមិនមែនចង់ខ្លាចទៅជាអធិរាជអីទេប៉ុន្តែយើងចង់ឲ្យបងប្រុសរបស់យើងខ្លាចទៅជាអធិរាជហើយអេរ៉ែនក៏បាននិយាយទៅកាន់ព្រះរាជបុត្រទី2ថាព្រះរាជបុត្រច្បងដែលត្រូវបានគេដាក់តដោយសារតែចង់បះបោរនឹងមែនហើយព្រះរាជបុត្រទី2គ្រាន់តែលឺអញ្ចឹងភ្លាមធ្វើឲ្យព្រះរាជបុត្រទី2នឹងខឹងជាខ្លាំងហើយក៏បាននិយាយទៅកាន់អេរ៉ែនថាបះបោរយ៉ាងម៉េចបើតំណែងជាអធិរាជនឹងមុននឹងក្រោយគុំតែខ្លាចទៅជារបស់គាត់ហើយនឹងឯងមិនដឹងទេអេរ៉ែនបងប្រុសរបស់យើងមានទឹកចិត្តល្អខ្លាំងណាស់ហើយគាត់ថែមទាំងជាអ្នកដឹកនាំដ៏ល្អមួយរូបទៀតផងប៉ុន្តែ3ឆ្នាំមុនគាត់ត្រូវបានគេរៀបផែនការធ្វើស៊ីគាត់រហូតដល់គាត់ខ្លាចទៅជាអ្នកតោះហើយអេរ៉ែនគ្រាន់តែឮថា3ឆ្នាំមុនគេក៏បាននឹកឃើញទៅដល់គ្រួសាររបស់គេត្រូវបានគេទម្លាក់មកហោះនៅពេលហ្នឹងដែរហើយដោយសារតែរឿងរ៉ាវហ្នឹងពាក់ព័ន្ធជាមួយនឹងគ្រួសាររបស់គេកាលពីជីវិតមុនហើយអេរ៉ែនក៏បាននិយាយទៅកាន់ព្រះរាជបុត្រទី2ថាអានយើងនឹងជួយឯងប៉ុន្តែឯងត្រូវប្រាប់រឿងដែលឯងបានដឹងកាលពី3ឆ្នាំមុនមកប្រាប់យើងទាំងអស់ហើយយើងមិនបាច់ចង់ដឹងរឿងហ្នឹងទេយើងមកមើលលូណាហើយនឹងព្រះនាងម្ចាស់ទុយឯនេះវិញនៅពេលដែលដឹងថាអេរ៉ែនរៀបការហើយធ្វើឲ្យពួកនាងទាំងពីរហ្នឹងបាក់កម្លាំងចិត្តតែម្ដងហើយយើងកាត់មកមើលអេរ៉ែននិងព្រះអង្គម្ចាស់ទី2ឯនេះវិញគឺថាពួកគេបាននិយាយគ្នាចប់បាត់ទៅហើយមិនមែនខ្ញុំមិនចង់និយាយទេប៉ុន្តែសាច់រឿងគេអ្នកកាត់ខ្លួនឯងហើយបន្ទាប់មកពួកគេក៏បានពិភាក្សាគ្នាបន្តទៀតហើយបន្ទាប់ពីពិភាក្សាគ្នាបានមួយសន្ទុះពួកគេក៏បានរកជនសង្ស័យឃើញហើយថាគឺជា Luffy និងម្ដាយរបស់គេហើយបន្ទាប់ពី Eren បានដឹងថា Luffy ហើយនិងម្ដាយរបស់ Luffy នឹងបានធ្វើឲ្យគ្រួសាររបស់គេនឹងត្រូវបានបំផ្លាញធ្វើឲ្យ Eren ក៏បានដាស់នៅកំហឹងនាគឡើងមកខ្ញុំសូមបញ្ជាក់បន្តិចអ្នកទាំងអស់គ្នាកំហឹងនាគនិងអោរ៉ាខុសគ្នាអោរ៉ានឹងគឺជាកម្លាំងធាតុរបស់ Eren ដោយផ្ទាល់ហើយកំហឹងនាគគឺជាកម្លាំងដែល Eren ទទួលបានពីអូននាគហើយយើងចូលមកសាច់រឿងរបស់យើងវិញមកគឺថាពេលនេះព្រះរាជបុត្រទី2បានដឹងហើយថាតាមការពិតទៅការសាកល្បងរវាងគេនិង Eren នឹងតាមការពិត Eren បានលួចឲ្យគេទេមិនថាអោរ៉ាឬកម្លាំងនោះទេហើយដោយសារតែ Eren មិនអាចគ្រប់គ្រងកំហឹងនាគបានអូននាគរបស់យើងក៏បានមកហើយនាងក៏បានប្រែក្លាខ្លួនខ្លាយទៅជាមនុស្សស្រីធម្មតាវិញទៅហើយអូននាគរបស់យើងក៏អាចសួរទៅ Eren ថាតើ Eren នឹងមិនអីទេមែនហើយ Eren ក៏បានតបទៅអូននាគវិញថាគេមិនអីទេហើយចំណែកឯព្រះរាជបុត្រទី2វិញក៏បានសរសើរអូននាគរបស់យើងស្អាតស្អាតមិនដាច់ពីមាត់ហើយក៏បានសរសើរ Eren ទៀតថាគេពិតជាមនុស្សអស្ចារ្យមែនមិនថានាគមិនថាស្រីស្អាតទេហើយនៃតំណែងព្រះរាជបុត្រទី2ចង់បានន័យថាម៉េចខ្ញុំក៏មិនដឹងដែរទៅសួរទ្រង់ខ្លួនឯងទៅហើយបន្ទាប់ពី Eren បានសម្រួលអារម្មណ៍គេឲ្យស្ងប់វិញហើយគេក៏បានបបួលព្រះរាជបុត្រទី2ហ្នឹងទៅលេងមាត់សមុទ្រហើយយើងកាត់មកមើលឆ្នេរសមុទ្រឯនេះវិញគឺថាពេលនេះព្រះនាងម្ចាស់តូចបានផ្លាស់ប្ដូរសម្លៀកបំពាក់មកលេងទឹកបាត់ទៅហើយសម្លៀកបំពាក់ដែលព្រះនាងម្ចាស់តូចផ្លាស់ប្ដូរយ៉ាងស្រស់ស្អាតនេះគឺដើម្បីមកបង្ហាញឲ្យ Eren មើលប៉ុន្តែដោយសារតែ Eren ស្រឡាញ់ប្រពន្ធដូច្នេះហើយ Eren មិនទៅមើលព្រះនាងម្ចាស់តូចអីទេ
ហើយបន្ទាប់មកលោកស្រី Pendragon និងប្អូនស្រីរបស់ Eren ក៏បានមកបង្ហាញខ្លួនផងដែរហើយបន្ទាប់មកគឺ Luna វិញម្ដងហើយមើលទៅស្អាតស្អាតដល់ហើយយើងមកដឹងពីមូលហេតុអ្វីបានស្រីមកឆ្នេរសមុទ្រដែរគឺថាដោយសារតែព្រះរាជបុត្រទី2នឹងឯងក៏បាននិយាយជាមួយ Eren ថាណាអាណប់ឯងទៅលេងឆ្នេរសមុទ្រផែនអ្វីបានអត់យកស្រីទៅមិនមែនយើងមកស្រីទេណាគ្រាន់តែយើងទៅតែ3នាក់អត់សូវសប្បាយទេបើយកស្រីទៅដែរទៅវារៀងសប្បាយបន្តិចណាហើយនឹងហើយជាមូលហេតុដែលស្រីមកជុំគ្នាតែម្ដងហើយខ្ញុំចង់ឲ្យអូននាងរបស់យើងពាក់ឈុតហែទឹកនឹងដែរប៉ុន្តែដូចជាអត់បានពាក់ទេមកទៅអូននាងយើងហើយសាច់រឿងយើងនឹងបានចប់តាំងពី Eren បានបបួលព្រះរាជបុត្រទី2មកលេងសមុទ្រនេះប៉ុន្តែដោយសារតែអត់ទាន់គ្រប់10នាទីទើបខ្ញុំយកកន្លែងនឹងមកដាក់បន្តិចទៀតទៅហើយណាមួយកន្លែងនឹងវារៀងល្អមើលហ៎ហើយក៏សូមអរគុណទៅដល់បងស៊ីសុផលដែលបានឧបត្ថម្ភខ្ញុំចំនួន500រៀលអរគុណច្រើនមែនទែនបង